មកដល់ស្រុកចិនលើកទី1អត់ដឹងទៅណាទៅជាពេកពុកម៉ែបងប្អូនអើយលក្ខណៈថាខ្ញុំធ្លាប់នៅខ្មែរអត់ដែលទៅជាខ្លាំងដូចនៅចិនអញ្ចឹងហើយក៏នាំមីក្មួយមកផឹកទឹកតែដើម្បីឲ្យមានសីតុណ្ហភាពក្តៅកក់ក្តៅនៅក្នុងខ្លួនអញ្ចឹងបាទនេះមីខ្ញុំមីងណាមិនធម្មតាណាមីងប៉ុន្តែគាត់នៅក្មេងហើយនេះជាកិច្ចដំបូងបាទចុះពីលើកន្លែងគេងមកគឺខ្ញុំធ្វើការដើរមើលទេសភាពនៅទីនេះនិយាយថាតិចមែនតែនដូចជា6អង្សា7អង្សាដែរពេលថ្ងៃអញ្ចឹងយើងនៅស្រុកខ្មែរយើងធ្លាប់តែ11 17អង្សាយើងគិតថាតិចខ្លាំងហើយមកដល់នេះក្រោម10គឺតិចយកតែម្ដងហើយដើរក៏បានជួបហាងតែមកកន្លែងចេះឆ្ងល់ឃើញគេអង្គុយជុំអញ្ចឹងណាតែពិតហុយហ្នឹងតែទេដំបូងខ្ញុំស្មានគេផឹកវិយាផឹកអីកាត់ថ្ងៃអញ្ចឹងតែពិតគេផឹកតែដើម្បីកម្ដៅខ្លួនបាទនេះក៏ខ្ញុំធ្វើការ order មួយសេតគេបាទមួយសេតគេនឹងមានអីគ្រប់យ៉ាងនេះចាំទឹកពុះទីសិនដាំទឹកបាទហើយមួយសេតគេនេះមានដូចជាក្រូចមានតែស្អីគ្រប់មុខគេបាទនេះគេហៅថាតែដើម្បីផឹកទៅសាច់ស្អាតណាឃើញមីងខ្ញុំសាច់ស្អាតក្មេងជាងវិញហើយនេះគឺខាងបុគ្គលិកគេធ្វើការណែនាំយើងថារបៀបដាក់អញ្ចេះពោតដលងហើយកៅឡាក់អីហ្នឹងគេអាចគេថាយើងផឹកតែបណ្ដាយើងអាចក្លែមជាមួយផ្លែឈើហ្នឹងអញ្ចឹងណាយើងអាំងទៅខាងនេះបាទនេះគឺបង់តែចូលដំបូងគេបង់តែធម្មតាសិនបន្ទាប់មកគេអាចឲ្យយើងដាក់ក្រូចដាក់តាមចំណង់ចំណូលចិត្តមានដូចជាក្រូចមានជាម្នាស់មានអីហ្នឹងណាប្រូណេតបាទប្រូណេតគេធ្វើការចាក់តែទៅពេញពេកគេថាចាក់ដេញភ្ញៀវចាក់កន្លះបានហើយនិយាយថាប្រូណេតក៏ជាកាយខ្ញុំដែរពុកម៉ែបងប្អូនបើតែកាយនេះកាយគេកើបាទអត់ដែរស្គាល់ស្រុកចិនបែរមុខទៅណាសោះហ៊ានមក3នាក់ទាំងអត់ដែរមកសោះព្រាវផ្សងព្រេងមែនតើបាទដើរទៅណាជួបទៅកម្រងដើរកម្រងមកទៅចិនទេប៉ុន្តែផ្លែនទៅណាទៅណីគឺអត់យល់សោះបាទនេះគឺមីងរបស់ខ្ញុំស្អាតបើសិនជាស្អាតជួយដាក់បន្ទក់មួយផងមិនលើម៉ានសារដើមតិចពុកម៉ែបងប្អូនបើសិនមកចង់មកលេងចិនអីខ្ញុំរីខមមិនថាឲ្យដើរតាមធួទៅបើអត់ដែរមកប៉ុន្តែពួកខ្ញុំគេរីខមមិនយ៉ាងដូចគ្នាប៉ុន្តែពួកខ្ញុំអត់ចង់ខ្ញុំចង់ដើរខ្លួនឯងដោយសារអីចង់ផ្សងព្រេងចង់បានបទពិសោធន៍ថ្មីនៅក្នុងជីវិតបាទគឺថាវែងពេញពលានពេញរថភ្លើងពេញទីក្រុងឥឡូវមកនិយាយពីរឿងតែសាច់ស្អាតយើងវិញបាទនេះគឺជាតែធម្មជាតិតែទឹកក្រូចគេដាក់ក្រូចដាក់ម្នាស់ដាក់អីហ្នឹងដលងពោតអីចឹងទៅប្រូនេះវិញឯកាមែនតើមកអង្គុយផឹកតែមិនឯងបន្ទាប់ពីផឹកតែគឺយើងគឺថាចូលបន្ទប់ទឹកនៅចិនបន្តិចចង់ដឹងថាបន្ទប់ទឹកដូចគេនិយាយមែនអត់បាទគឺអត់មានសម្រាប់បាញ់គូតទេតែមានតែกระดาษជូនមាត់ហើយបន្ទប់ទឹកសាធារណៈរៀងបាក់ទទួលយកបន្តិចប៉ុន្តែបើបន្ទប់ទឹកនៅកន្លែងអូតែលអីគឺអត់អីទេស្អាតធម្មតាដូចគេដូចឯងបាទហើយខ្ញុំឃើញកញ្ចក់គេតំណងក៏ឈរថតបន្តិចទៅមកចិននេះគឺចិត្តដើមមើលទិញនេះទិញនោះចឹងប្លែកអារម្មណ៍មួយយ៉ាងពុកម៉ែបងប្អូនតិចផងអីផងប៉ុន្តែមិនតិចខ្លាំងអីហ្មងតិចមកល្មមលក្ខណៈថាពេលយើងពាក់អាវក្រាស់ទៅវាឡៃសើតិចវិញហើយដែលមកចង់លេងនិយាយថាអូត្រៀមកៅអៅពីខ្មែរមិនបាច់ទេត្រៀមតែមកកាផ្លេឬមួយអាវតិចអីមួយបានហើយបើដល់តែចាំទិញទៅអត់ខ្វះទេទូថ្លៃនឹងនៅខ្មែរផងព្រោះនៅសាបូហើយនៅនេះប្រជាជនចិនច្រើនមែនតែនគេជួយចិត្តដើរបាទខ្ញុំដើរក៏ឃើញតារ៉េនមកឡានបាទចង់សាកតារ៉េនរសជាតិតារ៉េនស្រុកចិនតិចមើលដូចតារ៉េននៅខ្មែរយើងអត់អានេះ中文属于什么中文进不加一点这边的15块9当然还没真那个没人呢前面的天花板是50这是15对这要大一点的下面要到តែញយកញ៉ាកំប៉ុង还有这种20的软轴黄人也要贵一点tinh phong lên kèm nó vậy និយាយពីថាចិត្តចង់ទិញប្រហែលទេបាទប៉ុន្តែឥឡូវណែចុចចាប់